ខ្ញុំមានតែគេលក្ខណៈ modern colonial house មួយដើម្បី render ផាយអ្នកនរគ្នាសម្រាប់ interior និង exterior ការប្រើប្រាស់វាមានភាពស្តៀងគ្នាទេគ្រាន់តែយើងត្រូវផ្លាស់ប្ដូរ preset ណាសម្រាប់ exterior ខ្ញុំប្រើ model G Pro ព្រោះវា analyze មកលម្អិតជាងហើយខ្ញុំប្រើ analyze DNA ដើម្បីឲ្យវាមានភាពសុក្រិតទៅលើ material ដែលយើងចាក់នៅលើ SketchUp preset ខ្ញុំប្រើ SketchUp Tutorial quality រូបខ្ញុំប្រើ 2K scene នេះខ្ញុំចង់ដាក់ឡានណាអញ្ចឹងយើងទៅកាន់មុខងារ add object select យក vehicle select យក luxury car បន្តមកទៀតយើងទៅរើស mode ឡានដែលយើងពេញចិត្តហើយយើងចុច apply មកប៉ុណ្ណឹងខ្ញុំអត់ customize អីទៀតទេខ្ញុំ render មកអញ្ចឹងនេះគឺជា scene ទី1របស់ខ្ញុំ scene នេះខ្ញុំឃើញថាវាដូច material ដែលខ្ញុំចាក់នៅក្នុង SketchUp ហើយវាមានបញ្ហាអីទេប៉ុន្តែខ្ញុំចង់ remove ដើមឈើមកពីរនឹងចេញវានៅលើ walkway វាមើលទៅរាងឆ្កងអញ្ចឹងខ្ញុំនឹងរុញរូបភាពនេះទៅមុខងារ editor ដើម្បីឲ្យ AI របស់យើងដកដើមឈើនឹងចេញរុញវាទៅ editor ហើយខ្ញុំ brush ទៅលើដើមឈើដែលខ្ញុំចង់ remove ហើយយើង select យក remove អញ្ចឹងនេះគឺជា scene ទី2របស់ខ្ញុំវាបានដកដើមឈើ2នឹងចេញហើយប៉ុន្តែដោយសារមកខ្ញុំ paint រៀងស្ទើរពេកវានៅសល់ប្រឡោះដាក់ដើមឈើតែអត់អីខ្ញុំនឹងប្រើរូបនេះធ្វើជា reference សម្រាប់ scene ទី2ខ្ញុំខ្ជិល remove ម្ដងទៀតអញ្ចឹងយើងរុញរូបនេះទៅមុខងារ perspective យើងទៅបបិលរក scene ទី2យើងបន្ទាប់មកផាសវាចូលទៅក្នុង front view ហើយយើងទៅ check quality ម្ដងទៀតសិនខ្ញុំប្រើ 2K យើងត្រូវ render នៅក្នុង front perspective អញ្ចឹងនេះគឺជា scene ទី2របស់ខ្ញុំឃើញថាវាតែមួយហើយទាំងបរិយាកាសទាំង material ទាំងពន្លឺអញ្ចឹងខ្ញុំនឹង render scene ទី3ប៉ុន្តែខ្ញុំប្រើវិធីផ្សេងយើងទៅ SketchUp របស់យើងរក scene ទី3យើងសិនupload scene ចូល plugin ហើយយើងរុញ scene ទី3ហ្នឹងទៅមុខងារ consistency ហើយក្នុង consistency នេះគឺយើងត្រូវ upload reference ខ្ញុំប្រើរូប scene ទី1ខ្ញុំចូលហើយ scene ទី1នេះវាជាប់ឡានណាអញ្ចឹងខ្ញុំខ្លាច render នេះទៅវាចេញឡានដែរអញ្ចឹងខ្ញុំដាក់ don't put car ប៉ុណ្ណឹងខ្ញុំ render អញ្ចឹងនេះគឺជា scene ទី3របស់ខ្ញុំអញ្ចឹងគឺវាតែមួយហើយខ្ញុំមានតែប៉ុណ្្នឹងទេចង់បង្ហាញសម្រាប់អ្នកថ្មីដែលគាត់ចង់ដឹងពីព័ត៌មានក្នុងការប្រើប្រាស់សំបុក AI អ្នកទាំងគ្នាអាច check ព័ត៌មាននៅលើ website បានណា sanbokai.com មានតែប៉ុណ្្នឹងទេថ្ងៃនេះអរគុណ